ឥឡូវយើងមើលដូរបរិយាកាសមកមើលវិធីធ្វើចាហុយដូងនេះមុនដំបូងដែលគេធ្វើចាហុយដូងគឺគេកាប់ដូងកាប់អីខុសសាច់ក៏អីវាចឹងមកហើយយើងស្លខ្ទិះស្លអីដាក់ទឹកដាក់អីចឹងមកពីរំនេះចាហុយដូងនេះគឺល្បីនៅខេត្តឈូកនៅខេត្តកពតនៅស្រុកឈូកខេត្តកពតប្រហែលពុញគ្នាហើយយើងលាងស្លឹកតើយលាងអីហ្នឹងគឺដើម្បីដាក់ចូលក្នុងចាហុយដូងនឹងឲ្យវាមានក្លិនឈ្ងុយហើយយើងញ៉ាំទៅមានក្លិនឈ្ងុយស្លឹកតើយបងប្អូនអ្នកគ្នាហើយនេះយើងដាក់មកងាស់វាស្ទឹងឆ្នាំងមួយថ្ងៃយើងធ្វើដូចជាចូល50-60 ដងពេលខ្លះទៅដល់រាប់រយដងទៀតបងប្អូនពុយអ្នកគ្នាយើងកូរយើងអីសពមកយំយើងយកសាច់ដូងយកខ្ទិះដូងយកទឹកដូងដែលយើងបានដាំនៅផ្ទះយកមកធ្វើតែម្ដងបងពុយអ្នកគ្នាហើយយើងថាឆ្ងាញ់បងប្អូនបានភ្លក់ឲ្យដឹងតែជាតិមួយរុំយើងលក់ដាច់មែនតែនហើយមួយថោកតែមួយតែ5000ទេហើយបើថាយើងដាក់ចូលវិញកំប៉ុងចូលវិញដូចជាមួយ2500រៀលហើយនេះខ្ញុំបានទៅថតផ្ទាល់នៅកន្លែងដែលពួកគាត់ធ្វើហើយយើងដួសដាក់ឆ្នាំងមួយទៅហើយនេះបន្តមកយើងចាក់ចូលក្នុងដូងយកមកហើយប្រហែលជាមួយសន្ទុះកន្លះម៉ោងឬ1ម៉ោងអីចឹងទៅវាចាប់ដើមកកហើយយើងក៏យកវាដាក់ចូលក្នុងទូទឹកកកដាក់ឲ្យឈ្ងុយហើយបន្តមកយើងចែកគ្នាដាក់រួមនេះបើគិតទៅចូលរាប់រយដងបងប្អូនអ្នកគ្នាមិនមែនតិចទេ100-200 ដងដែលខ្ញុំទៅថតបានពីពួកគាត់ដែលគាត់ធ្វើមកនៅកន្លែងពួកគាត់ធ្វើផ្ទាល់មកបងប្អូនអ្នកគ្នាខ្ញុំឃើញដល់ផ្ទាល់ភ្នែកមកហើយណានេះidol របស់យើងក៏ទៅចាក់ទៅអីមកធ្វើឲ្យហងហួនហ្នឹងចាក់យល់ចាក់ចូលដូងនឹងហើយបែរមកស្ទុះវាកកហើយខ្ញុំជឿថាយើងក្រុមក្តៅហ្នឹងមិនមែនតែចាក់ណាតែចាក់ចូលស្នោហ្នឹងអីចាក់ចូលកំប៉ុងជ័រហ្នឹងវាលួយហើយណាយើងចាក់យើងទៅទីរួមមកគាត់ទៅមួយថ្ងៃក៏ធ្វើក៏រាប់រយដែរអត់មែនតិចទេយើងឃ្លានយើងក៏ពុះដូងកាប់ដូងយើងញ៉ាំសិននេះដល់ពេលយើងទៅមកស្ទុះមកវាកកអញ្ចឹងនេះបងប្អូនឃើញអត់កកអញ្ចឹងដោយអូតូម៉ាទិកមកហើយវាណានេះអស់កម្លាំងខ្លាំងទៅសារ៉ាកាយយ៉ាគេអូគេដៃ2មកទៀតអូខេពុកម៉ែបងប្អូនមួយអ្នកគ្នាហើយអានេះតើវាធ្វើដូងនឹងហើយនៅតាមស្រុកខ្សែបងប្អូននឹងស្រ័យរោត្រីរយត្រីកំប្លងអានេះយើងរោមកសម្រាប់ឆាវាឆាគ្រឿងឆ្ងាញ់ណាបងប្អូនមួយអ្នកគ្នាហើយមានណានេះជាតិណាយរួមនឹងមានតែខែភ្លៀងទេបើខែអត់ភ្លៀងអត់សូវមានទេហើយនេះស្ត្រីកំប្លងយកបើសិនយើងទិញគេមកកញ្ចប់ដូចជា3-4,000ដែរនេះសមិទ្ធផលនេះយើងបានគេចងចាំមកអូខេវីដេអូនេះមានអរគុណបាយបាយ